បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាដែលត្រៀមប្រឡងបាក់ឌុបឆ្នាំ2025ថ្ងៃនេះខ្ញុំមានវិញ្ញាសាពិសេសមួយដែលយើងនឹងរំលឹកអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីអញ្ចឹងយើងទាយចិត្តក្រសួងអត់ដឹងទេណាបាទប្រយ័ត្នថាតើស្រួលនឹងចេញមកមួយសំណួរពឹបមកតើអ្វីទៅជាយុទ្ធសាស្ត្របញ្ចកោណចូលរៀបរាប់ចូលបកស្រាយហើយយើងអត់ចេះអានឹងចប់បណ្ដោយបាទអញ្ចឹងគ្មានអ្វីជាជាងរៀនត្រៀមទេបាទត្រៀមខ្លួនឲ្យបានច្រើនទៅគឺវាជារឿងដែលល្អបំផុតហើយសម្រាប់យើងជាសិស្សបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរហើយនៅក្នុងវិញ្ញាសានេះគឺខ្ញុំដាក់តែមួយសំណួរហ្នឹងទេដែលពាក់ព័ន្ធនឹងយុទ្ធសាស្ត្របញ្ចកោណហ្នឹងណាហើយខ្ញុំគិតថាបើសិនជាអ្នកទាំងអស់គ្នាចាប់បានហើយចេះនៅអ្វីដែលខ្ញុំបានចែកម្លែកនេះអញ្ចឹងបើសំណួរចេញមកគឺมันអាចផុតទេពាក់ព័ន្ធនឹងយុទ្ធសាស្ត្របញ្ចកោណខ្ញុំគិតថាខ្ញុំដាក់ទៅនេះគឺវាលម្អិតហើយអញ្ចឹងគឺយើងរំលឹកអំពីយុទ្ធសាស្ត្របញ្ចកោណបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅកាន់បានវិញ្ញាសាយើងទាំងអស់គ្នាសម្រាប់សំណួរទី1គេសួរថាតើយុទ្ធសាស្ត្របញ្ចកោណមានបាវចនាអ្វីខ្លះដូចនេះថាយុទ្ធសាស្ត្របញ្ចកោណអានេះគឺមាននៅសំណួរចុងក្រោយបាទឥឡូវយើងនិយាយពីបាវចនាសិនបាទអញ្ចឹងចម្លើយបាទយុទ្ធសាស្ត្របញ្ចកោណមានបាវចនាចំនួន5គឺកំណើនការងារសមធម៌ប្រសិទ្ធភាពចីរភាពបាទអញ្ចឹងអានេះជាបាវចនាសម្រាប់សំណួរទី2គេសួរថាតើអត្ថប្រយោជន៍គន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណមានអ្វីខ្លះបាទអត្ថប្រយោជន៍គន្លឹះអញ្ចឹងចម្លើយអត្ថប្រយោជន៍គន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណមាន5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាអញ្ចឹងខ្ញុំបញ្ជាក់កន្លែងនេះបន្តិចបងប្អូនអាចឆ្លើយថាផ្លូវទឹកភ្លើងឬក៏បច្ចេកវិទ្យាមុនទេណាយើងត្រូវតែឆ្លើយមនុស្សផ្លូវទឹកភ្លើងតាមលំដាប់លំដោយសារអត្ថប្រយោជន៍ដែលសំខាន់ទី1គឺមនុស្សនឹងឯងបាទអញ្ចឹងគឺរាជរដ្ឋាភិបាលថ្មីគឺគាត់យកចិត្តទុកដាក់ទៅលើអត្ថប្រយោជន៍ធនធានមនុស្សនឹងជាសំខាន់ដូច្នេះបើសិនជាមានសំណួរនឹងមែនគឺត្រូវតែឆ្លើយមនុស្សផ្លូវទឹកភ្លើងបច្ចេកវិទ្យាតាមលំដាប់លំដោយសំណួរទី3គេសួរថាតើគោលដៅយុទ្ធសាស្ត្រទាំង5នៃយុទ្ធសាស្ត្របញ្ចកោណមានអ្វីខ្លះបាទគោលដៅយុទ្ធសាស្ត្រអញ្ចឹងយើងទៅមើលចម្លើយគោលដៅយុទ្ធសាស្ត្រទាំង5មានដូចខាងក្រោមកឬក៏ទី1ហ្នឹងឯងធានាឲ្យបានកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ 7% ប្រកបដោយភាពធន់នឹងវិបត្តិនានាក្នុងការជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចលើកកម្ពស់ការប្រកួតប្រជែងគ្រប់គ្រងអតិផរណាឲ្យនៅទាបធានាស្ថិរភាពអត្រាប្តូរប្រាក់ខិតខំបង្កើនទុនបម្រុងជាប្រចាំពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងគ្រប់គ្រងបំណុលប្រកបដោយចីរភាពបាទចំណុចខបាទបង្កើតការងារឲ្យបានកាន់តែច្រើនទាំងបរិមាណនិងគុណភាពពង្រឹងគុណភាពអប់រំនិងការបណ្ដុះបណ្ដាលជំនាញការផ្ដល់ព័ត៌មានទូលំទូលាយអំពីទីផ្សារការងារជំរុញការវិនិយោគក្នុងស្រុកនិងការវិនិយោគផ្ទាល់ពីបរទេសចំណុចកសម្រាប់ឲ្យបាននៅគោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង 10% ការកសាងប្រព័ន្ធគាំពារសង្គមមានលក្ខណៈប្រមូលផ្ដុំនិងសង្គតភាពការផ្ដល់សេវាសាធារណៈប្រកបដោយគុណភាពប្រសិទ្ធភាពនិងបរិញ្ញាប័ន្នបាទចំណុចខគឺបន្តពង្រឹងសមត្ថកិច្ចអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិប្រសិទ្ធភាពសេវាសាធារណៈបន្តពង្រឹងអភិបាលកិច្ចវិស័យឯកជនលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ធុរកិច្ចការវិនិយោគនិងពាណិជ្ជកម្មបាទហើយចំណុចចុងក្រោយគឺធានាចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងកសាងភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុលើកកម្ពស់សមភាព gender គ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាពជំរុញការវិនិយោគសាធារណៈបាទនេះគឺសំណួរទី3ឥឡូវយើងចូលដល់សំណួរទី4ដែលគេនិយាយអំពីបាទគេសួរថាតើស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្ដោតលើអ្វីអញ្ចឹងយុទ្ធសាស្ត្រត្រីកោណយុទ្ធសាស្ត្រចតុកោណនេះសុទ្ធតែមានស្នូលអញ្ចឹងយុទ្ធសាស្ត្របញ្ចកោណក៏មានស្នូលដូចគ្នាដែរអញ្ចឹងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺផ្ដោតទៅលើការកែតម្រង់និងការពង្រឹងអភិបាលកិច្ចបាទបើគេសួរថាតើស្នូលយុទ្ធសាស្ត្របញ្ចកោណផ្ដោតលើអ្វីបាទយើងឆ្លើយតែប៉ុណ្្នឹងមកក៏បានបន្ទុកដែរប៉ុន្តែបើយើងចង់ឲ្យក្បោះក្បាយបន្ថែមយើងឆ្លើយឲ្យពេញហ្នឹងមកដូចនេះខ្ញុំបានដាក់ហ្នឹងមកបាទអញ្ចឹងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺផ្ដោតទៅលើការកែតម្រង់និងការពង្រឹងអភិបាលកិច្ចនិងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឲ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ខ្លាំងវៃឆ្លាតនិងស្អាតស្អំតាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ
ខាងផ្នែកនយោបាយសេដ្ឋកិច្ចនិងរដ្ឋបាលក្នុងការដឹកនាំការគ្រប់គ្រងនិងការចាត់ចែងកិច្ចការប្រទេសជាតិពិសេសការធានានិរន្តរភាពទូនាទីនិងដំណើរការរដ្ឋបាលសាធារណៈដោយយកចិត្តទុកដាក់លើផលប្រយោជន៍ប្រជាជនព្រមជាមួយនឹងការកសាងជាតិនិងពង្រឹងនីតិរដ្ឋសម្ដៅគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយបរិញ្ញាប័ន្ននិងចីរភាពបាទនេះយើងពន្យល់ក្បោះក្បាយនៃស្នូលរបស់យុទ្ធសាស្ត្របញ្ចកោណឥឡូវយើងឈានដល់សំណួរពិសេសទី5ដែលគេសួរថាតើអ្វីទៅជាយុទ្ធសាស្ត្របញ្ចកោណហ្នឹងដែលយើងនិយាយបាទនិយាយហោហែតើអីទៅជាយុទ្ធសាស្ត្រទាំងបាទអញ្ចឹងចម្លើយងាយទេបាទយុទ្ធសាស្ត្របញ្ចកោណគឺជាយុទ្ធសាស្ត្រអភិវឌ្ឍសង្គមសេដ្ឋកិច្ចរយៈពេលវែងដែលនឹងត្រូវអនុវត្តជា5ដំណាក់កាលសម្រាប់រយៈពេល25ឆ្នាំទៅមុខបាទអញ្ចឹងចក្ខុវិស័យនៃយុទ្ធសាស្ត្របញ្ចកោណហ្នឹងគឺទៅដល់ឆ្នាំ2050នោះបាទដែលចក្ខុវិស័យរបស់រដ្ឋាភិបាលគឺធ្វើឲ្យប្រទេសយើងក្លាយជាប្រទេសដែលអភិវឌ្ឍតែម្ដងនៅឆ្នាំ2050ហ្នឹងបាទអញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ហើយវីដេអូនេះគឺផ្ដោតសំខាន់ទៅលើយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលអញ្ចឹងសង្ឃឹមថាបងប្អូននឹងស្វែងយល់បានច្រើនពីយុទ្ធសាស្ត្រនេះដើម្បីត្រៀមខ្លួនឲ្យបានស៊ីជម្រៅនៅក្នុងការប្រឡងនៅថ្ងៃខាងមុខហើយសូមអរគុណហើយយើងនឹងជួបគ្នានៅវីដេអូបន្ទាប់បាទ